វីដេអូនេះគឺជាសកម្មភាពដើរលេងខ្លីៗអ្នកគ្នាចេញពីដើរលេងមានទៅទិញថៃទិញអីហើយអង្គុយហូបបាយហូបអីហើយនឹងប៊ីយ៉ាជាន់ធៀងយើងទៅថតជូរហ្នឹងណាអ្នកគ្នាកុំភ្លេចមើលវីដេអូហ្នឹងពីដើមដល់ចប់ណាតោះចូលមើលវីដេអូយើងជាតតែនេះតចាប់ដើម let's go ជាដំបូងគឺខ្ញុំទៅក្នុងវត្តសិនអ្នកគ្នាខ្ញុំដើរលេងជុំវិញបរិវេណក្នុងវត្តគ្រប់កន្លែងហើយអស់ហើយតែខ្ញុំបានថតវីដេអូថតបានរូបភាពបានស្លឹកហ្នឹងអ្នកគ្នាដែរដាក់កាត់ចូលហ្មងទៅហើយខ្ញុំបានទៅគ្រប់បរិមាកបន្តិចដែរហើយតមកទៀតខ្ញុំក៏ហួសទៅបែបវាសែតាមជើងភ្នំនិយាយទៅឡើងរីឡែកខ្យល់ឡើងត្រជាក់ស្រួលតែម្ដងអ្នកនរគ្នាហើយខ្ញុំក៏បានថតវីដេអូតែប៉ុន្តែទៅនឹងអត់មានកន្លែងអង្គុយទៅឈប់គៀនផ្លូវឃើញទេសភាពអាកាសធាតុល្អពេកចឹងនេះឆ្លៀតឈប់ថតសិនណាថតទៅឃើញស្អាតហើយមានជាប់ភ្នំជាប់អីចឹងណាអ្នកគ្នាតំណងហ្មងហើយសំខាន់ខ្យល់បក់មកតិចរវិចឡើងរីឡែកហ្មងឡើងមានអារម្មណ៍ល្អអ្នកនរគ្នាហើយខ្ញុំបានថតវីដេអូខ្ញុំហូតកាត់វាសែតិចដែរថតតាមជើងភ្នំវិញទៅឃើញទៅឡើងតំណងហ្មងគួរឲ្យចង់ទៅហើយគួរឲ្យចាប់អារម្មណ៍តែម្ដងអ្នកនរគ្នាខ្ញុំឈរលើវាសែហ្នឹងខ្ញុំក៏នឹកឃើញថាចង់ថត TikTok ដាក់បទចម្រៀងឃើញហូតកាត់វាសែដូចគេតែមានអីដល់បើថតខ្លួនឯងទៅខលកាត់ចេញទៅអត់តំណងចេញជាវីដេអូចឹងឲ្យអ្នកគ្នាមើលហ្មងទៅមានអីសំខាន់ស្អាតមើលទៅឡើងតំណងហើយសំខាន់អ្នកថតឲ្យខ្ញុំឃើញខ្ញុំឡើងកតាញ់ហ្មងឡើងដូចជ្រូកឡើងក្មាប់ម៉ាំខ្ញុំមកយកអ្នកថតទេនិយាយមែនសំខាន់ថតឲ្យស្ដីឲ្យគេទៀតអ្នកកាន់កាមេរ៉ាស្ដីខ្ញុំទៀតហ្មងនិយាយមែនអូចិត្តជីខ្លាំងហើយនេះខ្ញុំថតតាមដឹងអីខ្ញុំបានជប់ថតហ្មងអ្នកគ្នាហើយនេះគឺជាកាសធាតុភ្នំយើងអ្នកគ្នាបន្ទាប់ពីខ្ញុំឈរថតរូបហម TikTok ថតអីហើយអស់ហើយអ្នកគ្នាខ្ញុំក៏ចេញមកក្រៅមកខ្នល់ធំផ្លូវខ្នល់ជាតិយើងវិញក៏ចេញមកឃើញគេលក់ត្រីអាំងផាក់លើអីតំណងពេកក៏ទិញទៅឲ្យមីងក៏គាត់ទេប្រាប់ថាទិញគាត់មានប៊ីយ៉ាជាន់ធៀងទិញអីមកខ្លែមបន្តិចផងដើម្បីបានផឹកជុំគ្នាហូបបាយហូបអីជុំគ្នាអញ្ចឹងហើយក៏នៅឈប់ទិញត្រីអាំងផាក់លើជក់ជើងមាន់អីសិនអ្នកគ្នាហើយតមកទៀតយើងទិញហើយក៏ទៅផ្ទះម្ដងអង្គុយហូបបាយហូបអីបើប្រអប់សាច់មាន់បើជក់ជើងមាន់យើងហើយផាក់លើហើយនឹងត្រីអាំងយើងនឹងមានបន្លែមានអីហ្នឹងអ្នកគ្នាហើយនឹងស្លតពាំងពេលថ្ងៃអ្នកគ្នានិយាយទៅមកហូបមកពេលហ្នឹងឡើងច្រើនមកតែ share គ្នាចេញម្នាក់តិចនិយាយទៅឲ្យតែម្នាក់ 5000 ឲ្យគ្នាច្រើនអញ្ចឹងហើយបានចែកគ្នាហូបហើយទៅមកទៀតគាត់នឹងមីងក៏ចាប់ដើមហែកត្រីហែកអីហើយនឹងគ្នាក៏និយាយលេងសើចសប្បាយពេញហ្នឹងគាត់ឲ្យខ្ញុំថតគាត់ទៀតឡើងខ្ជិះខ្ជូតមកមីងខ្ញុំហើយខ្ញុំក៏ហូបបាយហូបអីចឹងហើយអ្នកនរគ្នាហើយនេះគឺផាក់លើរបស់យើងខ្ញុំហូបផាក់លើហូបត្រីហូបជើងមាន់ហូបអីខ្ញុំទៅហូបចំហហ្មងអ្នកនរគ្នាតែថតឲ្យឃើញមុខចឹងណាហើយវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអត់មានអីវែងឆ្ងាយទេការដើរលេងហើយនឹងតាមជនបទមើលវាសែហើយអង្គុយហូបបាយជុំគ្នាហើយញ៉ាំប៊ីយ៉ាជាន់ធៀងខ្ញុំអត់ញ៉ាំទេញ៉ាំតែមីងខ្ញុំហើយនឹងនិយាយទៅញ៉ាំតែមីងអ្នកហូបកាំងធ្វើកាំងងារមកខ្ញុំក៏អ្នកហូបខ្ញុំមិនហូបទេគាត់ខ្ញុំក៏នឹងអង្គុយហូបបាយក៏ដល់គ្នាជាមួយគាត់ទេអ្នកនរគ្នាយល់ទៅសំខាន់តែគេអូខេទទួលយកបានអូខេតែជក់ជើងមាន់គេរៀងស្ទើរជូរចឹងអ្នកនរគ្នាខ្ញុំអត់ហូបប៊ីយ៉ាចន្ទធៀងដោយសារខ្ញុំអត់បកាយហូបស្រាហូបទៅឆាប់ក្រហមឆាប់ស្វឹងចឹងអ្នកទាំងអស់គ្នាយល់ទៅគឺវីដេអូយើងគឺមានតែប៉ុណ្្នឹងទេអ្នកនរគ្នានេះប៊ីយ៉ាអើយមកដបនឹងហូបតែ3នាក់នឹងចាក់ទៅចាក់មកចាក់ទៅចាក់មកបាយគ្នាវីដេអូក៏ថ្មីមានទៀតចាអរគុណច្រើន